រឿងសំឡាញ់ពីរនាក់កំណត់ចំណាំដកស្រង់ចេញពីកម្ពុជាសូរិយាលេខ1 2 3ឆ្នាំ1933ដល់ឆ្នាំ1934ទំព័រ162រៀបរៀងដោយព្រះអគ្គលេខានប់នៅក្រមបរិជ្ជនិពន្ធរឿងសំឡាញ់ពីរនាក់កាលពីព្រេងនាយមានបរិសុទ្ធពីរនាក់ជាសំឡាញ់នឹងគ្នានិយាយសន្យាគ្នាថាកាលបើយើងមានប្រពន្ធហើយឯងក្តីអញក្តីបើមានទ្រព្យសម្បត្តិត្រូវយើងចិញ្ចឹមគ្នាទៅវិញទៅមកសន្យាគ្នាហើយយូរបន្តិចទៅសម្លាញ់មួយមានប្រពន្ធគ្រប់លក្ខសម្លាញ់មួយទៀតមានប្រពន្ធខាតលក្ខវេលាយប់ចូលដំណេកសម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខនោះនិយាយគិតគ្នាប្តីប្រពន្ធថាយើងរកស៊ីអីឲ្យមានឆាប់ប្រពន្ធថាអ្នកចង់រកស៊ីអីឬប្រើឲ្យខ្ញុំដំបាញរវៃលក់ដូរខ្ញុំទទួលតាមមិនហ៊ានទៅទឹងទាស់ចិត្តអ្នកទេលុះកន្លងមកពេលចូលដំណេកជប់ក្រោយទៀតប្តីនិយាយនឹងប្រពន្ធថានាងអើយបើគិតឃើញរបរមួយមុខបើបានដោយគំនិតនឹងបានមាសប្រាក់ផ្ទិលតក់ថាសដោយងាយប្រពន្ធសួរប្តីថាគិតធ្វើដូចម្ដេចបានងាយម្ល៉េះប្តីប្រាប់ប្រពន្ធថាជាច្រើនឆ្នាំមកហើយនៅក្នុងសមុទ្រមានសំពៅអ្នកចំនួនគ្រប់ប្រទេសខ្លះសុខសប្បាយខ្លះលិចលង់របស់ទ្រព្យសពសារពើមាសប្រាក់កប់នៅបាតសមុទ្រនោះច្រើនយើងគិតនាំគ្នាទៅបាចទឹកសមុទ្រនោះឲ្យរីងក្រអ្វីមាសប្រាក់របស់គ្រប់មុខនោះបើបានត្រីធំតូចយើងធ្វើងៀតធ្វើផ្អកប្រហុកព្រឹកប្រហៀមស្រាងនោះនាងដាំបាយដួសដាក់កញ្ជើឲ្យមានម្ហូបនឹងស្លាម្លូផងយើងនឹងទៅបាចទឹកសមុទ្រឲ្យរីងប្រពន្ធឮប្តីប្រាប់ហើយក៏ធ្វើតាមបង្គាប់លុះព្រឹកឡើងរៀបគ្រប់ប្រដាប់រួចក៏នាំគ្នាទៅមាត់សមុទ្រហើយទុកដាក់បាយម្ហូបចំណីឲ្យស្រួលទើបប្តីកាន់កញ្ជើមួយខំបាចទឹកទៅលើគោកបាចតតែដល់ពេលបាយទើបឈប់បរិភោគលុះបរិភោគបាយរួចនាំប្តីប្រពន្ធបាចទៀតដល់ល្ងាចទើបទៅផ្ទះព្រឹកឡើងនាំគ្នាទៅបាចទៀតទៅល្ងាចទើបនាំគ្នាមកផ្ទះវិញបាចបានចំនួន5ថ្ងៃប្តីក៏ឈរបាំងដៃមើលទឹកសមុទ្រហើយប្រាប់ប្រពន្ធថាទឹកស្រកសណ្ដក់ហើយនាងប្រពន្ធឆ្លើយថាបើដូច្នោះយើងខំបាច់ទៅបើយូរណាស់ត្រឹមកន្លះខែទៀតមកជារីងហើយយើងចាប់យកត្រីធំតូចវះធ្វើងៀតផ្អកប្រហុកថ្លឹងយកលក់យកប្រាក់មួយទៀតយើងត្រូវកាយយកមាសប្រាក់តុកថាសចានក្បាំងដ៏មានតម្លៃនៅក្នុងសំពៅទាំងប៉ុន្មានដែលលិចលង់មកយូរឆ្នាំនោះមិនដឹងបានយកទៅណាអស់ទេថាហើយដល់ល្ងាចនាំគ្នាត្រឡប់មកផ្ទះវិញព្រឹកឡើងនាំគ្នាទៅបាចទៀតហើយនិយាយតែពាក្យដដែលដូចថ្ងៃមុនវងមច្ឆាក្នុងសមុទ្រស្ដាប់ឮដំណឹងសពគ្រប់ភ័យបារម្ភណាស់ជំនុំគ្នាថាយើងមុខជាស្លាប់ម្ដងនឹងហើយគួរតែយើងនាំគ្នាទៅទូលស្ដេចត្រីអន្សាសមុទ្រទើបរស់ជីវិតគិតហើយនាំគ្នាហែទៅដល់ស្ដេចត្រីទូតាមដំណើរដែលបរិសុទ្ធប្តីប្រពន្ធមកបាចទឹកសមុទ្រនោះស្ដេចត្រីដឹងហើយបង្គាប់ត្រីទាំងប៉ុន្មានដែលទទួលនោះថាឯងរាល់គ្នាពាំយកមាស5គីឡប្រាក់5គីឡនិងតុកថាសផ្តិលចានឲ្យទៅបរិសុទ្ធប្តីប្រពន្ធអង្វរគេកុំឲ្យបាចទឹកសមុទ្រទៅត្រីទាំងនោះក៏យកវត្ថុគ្រប់ចំនួនតាមស្ដេចត្រីបង្គាប់រួចនាំគ្នាពាំហែមកដល់បរិសុទ្ធប្តីប្រពន្ធអង្វរសូមឲ្យឈប់បាចទឹកសមុទ្រត្រីទាំងនោះក៏ហាមាត់ខ្ជាក់កឡមាសប្រាក់តុកថាសតលចានឲ្យបរិសុទ្ធប្តីប្រពន្ធបរិសុទ្ធប្តីប្រពន្ធមានសេចក្តីត្រេកអរពន់ពេកក៏ឈប់លេងបាចទឹកពីថ្ងៃនោះទៅហើយនាំប្តីប្រពន្ធជញ្ជូនទ្រព្យទៅទុកផ្ទះតតែអស់បរិសុទ្ធប្តីប្រពន្ធក៏មានទ្រព្យសម្បត្តិច្រើនថ្កើងរុងរឿងបានសេចក្តីសុខតទៅពរនាពីសម្លាញ់ដែលមានប្រពន្ធខាតលក្ខគាត់នឹកភ្នឹករលឹកដល់សម្លាញ់ហើយនាំប្រពន្ធទៅលេងផ្ទះសម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខលុះឡើងទៅលើផ្ទះឃើញគេនៅរាប់អានចិត្តស្និទ្ធស្នាលដូចពីដើមគាត់គុណមើលរបស់ទ្រព្យប្រដាប់ប្រដាក្នុងផ្ទះគេហើយនឹកក្នុងចិត្តថាពីដើមសម្លាញ់គេមានទ្រព្យសម្បត្តិល្មមសមគួរទេឥឡូវនេះគេរករបរអ្វីក៏មានទ្រព្យសម្បត្តិច្រើនម្ល៉េះគិតហើយតអូនប្រាប់សម្លាញ់ដែលមានទ្រព្យសម្បត្តិថាសម្លាញ់អើយអញសពថ្ងៃនេះក្រលំបាកណាស់ចុះសម្លាញ់ឯងរកស៊ីចំនួនអ្វីក៏មានទ្រព្យសម្បត្តិច្រើនម្ល៉េះ
សម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខថាសម្លាញ់អើយអញរកស៊ីបាច់ទឹកសមុទ្រតែពីអ្នកប្តីប្រពន្ធអញពេលព្រឹកទៀបភ្លឺប្រពន្ធអញដាំបាយគ្រប់ប្រដាប់លុះភ្លឺឡើងនាំគ្នាទៅបាចទឹកសមុទ្រល្ងាចត្រឡប់មកផ្ទះវិញស្ដេចត្រីភ័យបង្គាប់ត្រីជាបរិវារឲ្យពំមាសប្រាក់និងរបស់គ្រប់មុខឲ្យអញឯសម្លាញ់មានប្រពន្ធខាត់លះដឹងហើយក៏លាសម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខគេក៏ឲ្យប្រាក់យកទៅចិញ្ចឹមជីវិតលុះត្រឡប់ទៅផ្ទះវិញពេលចូលដំណេកបរោះនោះនិយាយនឹងប្រពន្ធថាព្រឹកនេះឯងដាំបាយពីយប់រៀបប្រដាប់ប្រដាឲ្យសពគ្រប់ភ្លឺឡើងយើងនឹងនាំគ្នាទៅបាចទឹកសមុទ្រឲ្យបានមាសប្រាក់ទ្រព្យសម្បត្តិដោយសម្លាញ់យើងលុះព្រឹកឡើងមេខាត់លះជាប្រពន្ធបានក្រោកបង្កាត់ភ្លើងឆេះហើយបានបើកខាត់វ័អង្គរកំពុបមួយទុកដៃយកអង្គរទៅលាងកំពុបមួយទុកដៃទៀតច្រកអង្គរទៅក្នុងឆ្នាំងកំពុបមួយទុកដៃទៀតដល់ពុះជាបាយកំពុបទៀតច្រកអង្គរចំនួនល្មមឆ្អិនពេញឆ្នាំងបាយនៅតែកន្លោះឆ្នាំងតើតែថ្ងៃណាស់ហើយទើបដួសដាក់កញ្ជើហើយបណ្ដាលប្តីប្រពន្ធទៅបាចទឹកសមុទ្របាចទាំងខឹងទាំងជាបាចចំនួន5ថ្ងៃអស់វងមច្ឆាតូចធំផ្អើផិតភ័យនាំគ្នានិយាយថាបរោះប្តីប្រពន្ធពីណាមកបាចទឹកសមុទ្រទៀតហើយពួកត្រីក៏សម្លឹងទាំងវងចាំមើលចាំស្ដាប់ប្រពន្ធខាត់លាក់បោកល្អីដែលបាចទឹកនោះហើយថាបាចយូរថ្ងៃហើយមិនបានឃើញរបស់អ្វីអញមិនខ្ចីទេអញលេងបាចហើយឆ្លោះប្តីប្រពន្ធជេរម្ដាយប្តីបញ្ចោលប្រពន្ធប្រកាច់ចម្បាប់គ្នាប្រទាញសម្ពុតគ្នាទៅវិញទៅមកតតែអាស្រាតទាំងប្តីប្រពន្ធលិចគេខ្មាស់នៅមាត់សមុទ្រហើយអ្នកទាំងពីរនាក់ថាខ្ញុំគេក៏ខ្ញុំចោះលេងបាចហើយត្រីទាំងនោះឮថាលេងបាចក៏ត្រេកអរធូរចិត្តលេងសោកឲ្យមាសប្រាក់របស់ទាំងពួងត្រីទាំងនោះបានឃើញគេខ្មាស់បរោះប្តីប្រពន្ធក៏លោតសោចទាំងវងឯត្រីសណ្ដាយសោចតតែរយះមាត់បានជាមាត់ធំដូចជាគេហែករហូតដល់បច្ចុប្បន្ននេះបរោះប្តីប្រពន្ធគ្មានបានអ្វីសោះក៏លេងឆ្លោះនាំគ្នាដកសារាយប្តីមួយអម្រែកប្រពន្ធមួយទ្រនូត្រឡប់មកផ្ទះវិញចាក់សារាយចោលនៅគៀនជញ្ជាំងឲ្យរលួយខូចអស់ទៅគំនិតសម្រាប់អប់រំពិចារណានៅក្នុងរឿងនាងរត់រោគអ្នកមេខាត់លះរត់រោគអបៈទន្សា